ជនអន្តោប្រវេសន៍រារាំងដោយការបង្ក្រាបក្រុមរបស់លោក Donald Trump បានរងចាំជំនួយពី UN ដើម្បីត្រឡប់ទៅកាន់ប្រទេសវិញជនអន្តោប្រវេសន៍ដែលត្រូវបានរារាំងដោយការបង្ក្រាបនៅព្រំដែនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញខណៈដែលការឆ្លងកាត់នៅព្រំដែនអាមេរិកមិចស៊ិកបន្តធ្លាក់ចុះនៅទីក្រុង Danlí ប្រទេស Honduras ក្បែរព្រំដែនជាមួយប្រទេស Nicaragua ជនអន្តោប្រវេសន៍រាប់សិបនាក់កំពុងរងចាំអង្គការទេសន្តប្រវេសន៍អន្តរជាតិ IOM ជាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសវេណេស៊ុយអេឡានិងប្រទេសដទៃទៀតជនអន្តោប្រវេសន៍ម្នាក់និយាយថាបន្ទាប់ពីនាងបោះបង់ក្តីសង្ឃឹមក្នុងការចូលទៅសហរដ្ឋអាមេរិកនិងចាក់ចែងពីប្រទេសមិចស៊ិកទោះបីជានាងត្រូវធ្វើដំណើរដោយគ្មានច្បាប់ម្ដងទៀតឆ្លងកាត់ព្រៃដែលបែងចែកប្រទេសកូឡុំប៊ីនិងប្រទេសប៉ាណាម៉ាក៏ដោយឲ្យតែបានទៅដល់ប្រទេសកំណើតវេណេស៊ុយអេឡារបស់នាងវិញក៏ប៉ុន្តែនៅពេលដែលទៅដល់ប្រទេស Honduras នាងបានដឹងថាអង្គការទេសន្តប្រវេសន៍អន្តរជាតិបានផ្ដល់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនអន្តោប្រវេសន៍ដែលចង់ត្រឡប់ទៅប្រទេសវិញចំណាប់អារម្មណ៍ទៅលើកម្មវិធីត្រឡប់ទៅវិញដោយស្ម័គ្រចិត្តរបស់អង្គការទេសន្តប្រវេសន៍អន្តរជាតិបានកើនឡើងចាប់តាំងពីការបង្ក្រាបរបស់លោក Donald Trump បានចាប់ផ្ដើមនៅក្នុងខែមករាកុម្ភៈទីភ្នាក់ងារបានទទួលសម្ដៅចំនួន2863សម្ដៅសម្រាប់កម្មវិធីមួយនេះដែលច្រើនជាង3ដងនៃសម្ដៅដែលបានកត់ត្រាទុកខណៈអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន